ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី 19 ខែឧសភា ឆ្នាំ 2025 នេះបានជួបពិភាក្សាគ្នាតាមទូរស័ព្ទអស់រយៈពេលជាង 2 ម៉ោងជាមួយនឹងសមភាគីអាមេរិកគឺលោក Donald Trump ពីរឿងជម្លោះនៅអ៊ុយក្រែនលោក Putin នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់សារព័ត៌មានបានគូបញ្ជាក់ថាការសន្ទនាគ្នានោះប្រព្រឹត្តទៅដោយស្ថាបនានិងដោយត្រង់បំផុតជារួមខ្ញុំគិតថាការសន្ទនាគ្នាពិតជាមានប្រយោជន៍ការជួបគ្នាតាមទូរស័ព្ទរវាងប្រមុខវិមានក្រឹមឡាំងនិងប្រមុខសេតវិមានធ្វើឡើងបន្ទាប់ពីការជួបគ្នានៅទីក្រុងរ៉ូមរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance មេដឹកនាំទាំងពីរបានលើកឡើងពីការរៀបចំពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក Donald Trump និងលោក Putin និងលើកឡើងជាថ្មីពីបទឆុបបាញ់គ្នានៅអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនក៏បានជួបពិភាក្សាគ្នាផងដែរតាមទូរស័ព្ទជាមួយនឹងលោក Donald Trump អស់រយៈពេល10ទៅ15នាទីមុនពេលជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងលោក Putin ខាងសេតវិមានថាទិសដៅនៃការជួបគ្នាតាមទូរស័ព្ទនោះគឺការបញ្ចប់ការបង្ហូរឈាមតាមអ្នកនាំពាក្យសេតវិមានលោកស្រី Caroline Leavitt ថាលោក Donald Trump រិះគន់ចំពោះឥរិយាបថរបស់ទីក្រុង Moscow និងទីក្រុង Kyiv ដោយលោកចង់ឃើញចំនួននោះនឹងត្រូវបានបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះក្រោយការជួបគ្នាជាមួយលោក Putin លោក Trump បានធ្វើអត្ថាធិប្បាយថាខ្ញុំគិតថាការពិភាក្សាគ្នានេះពិតជាប្រព្រឹត្តទៅដោយល្អបំផុតនៅតាមបណ្ដាញសង្គមលោក Donald Trump បានសរសេរថារុស្ស៊ីនិងអ៊ុយក្រែននឹងចាប់ផ្ដើមការចរចាគ្នាក្នុងពេលដ៏ឆាប់សម្ដៅឲ្យសម្រេចបាននៃបទឆុបបាញ់គ្នានិងការបញ្ចប់សង្គ្រាមទៅតាមលក្ខខណ្ឌចរចារវាងភាគីទាំងពីរក្នុងសាររបស់លោកប្រមុខសេតវិមានក៏បានលើកឡើងពីបំណងរបស់សម្ដេចបកថ្មីនៃការរៀបចំនៃការចរចាគ្នានេះផងដែរលោកក៏បានលើកឡើងផងដែរថាពីការជូនដំណឹងទៅដល់មេដឹកនាំអឺរ៉ុបជាច្រើនមានប្រធានាធិបតីបារាំងប្រធានគណៈកម្មាធិការអឺរ៉ុបនិងអធិការបតីអាល្លឺម៉ង់ពីការចរចាគ្នានាពេលខាងមុខរវាងរុស្ស៊ីនិងប្រទេសអ៊ុយក្រែនក្រោយកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងលោក Donald Trump លោក Putin បានថ្លែងថារុស្ស៊ីនឹងស្នើព្រមទាំងត្រៀមធ្វើការជាមួយនឹងភាគីអ៊ុយក្រែនលើអនុសារណៈមួយទាក់ទិនទៅនឹងលទ្ធភាពនៃអនាគតសន្ធិសញ្ញាសន្តិភាពមួយរវាងប្រទេសទាំងពីរលោក Putin សម្ដែងពីសុទ្ធិធិនិយមចំពោះការចរចាគ្នារវាងគណៈប្រតិភូរបស់លោកនិងគណៈប្រតិភូអ៊ុយក្រែនកាលពីថ្ងៃទី 16 ឧសភានៅទីក្រុងអ៊ីស្តង់ប៊ុលនៅក្នុងបទសម្ភាសន៍មួយនាពេលមុននេះជាមួយនឹងទូរទស្សន៍រដ្ឋលោក Putin បានថ្លែងថាទិសដៅរបស់ទីក្រុង Moscow គឺចង់លុបបំបាត់មូលហេតុដែលនាំឲ្យកើតមានវិបត្តិនេះនិងបង្កើតលក្ខខណ្ឌនានាសម្រាប់សន្តិភាពដ៏ស្ថិតស្ថេរមួយនិងធានាបាននូវសន្តិសុខសុវត្ថិភាពរបស់សហព័ន្ធរុស្ស៊ី